សក្រីយ៉ាតផ្លែពងត្រៃស្រុកគ្រូឆ្មាខេត្តត្បូងឃ្មុំnữ bà gái nữ cái mày ai tóa tập cao nó lo hạt tài mấy cái tóa tập cao khăn hầu là hầu cũng mà trăm cái nó khăn bây giờ nữ này bên đó đa giờ là hầu trong này trẻ đằng đi tiền hầu mù clone nữa nữ là bàn thế nãy thì xâm lanh mày bài tai un pun giờ là hầu phong mà cùng cái trồng trồi giờ là bị cái xâm nặng đi tàu nâng bưng hỏi kì nâng nè hồi nâng lên cầu hầu kì tuần school nó hầu ta cầu po hông giờ lại vậy hầu selamat hầu chập cô một ta giờ lại risky to mày cái giờ nâng lên cầu po công tổ chung nuôi mà nâng cái hầu to mình đi nào cái nào cái đâm bay về nữ trò lần hầu bài nào cái nào cáiខ្ញុំឈ្មោះយ៉ាអីនេះមកពីកំពង់ទ្រាស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំនាងខ្ញុំរៀននៅថ្នាក់ទី11ខ្ញុំមកនៅទីនេះមករៀននៅកំពង់ចាម2ឆ្នាំហើយខ្ញុំមកតាំងពីថ្នាក់ទី9ហើយឥឡូវខ្ញុំរៀនទី11ឆ្នាំហ្នឹងដោយសារមករៀននៅហ្នឹងដោយសារតែខ្ញុំចង់ជួបអ្នកដែលគាត់សិស្សខ្លាំងនៅពេលដែលយើងមករៀននៅហ្នឹងទៅយើងបានដូចថាសមត្ថភាពយើងលើសនៅរៀននៅតាមភូមិដោយសារតែយើងដឹងហើយថាតាមភូមិគឺវាអត់សូវអភិវឌ្ឍដូចនៅក្រុងទេការមករៀននេះជួយសម្រាប់បន្ទុកគ្រួសារដោយសារតែបើសិនជាខ្ញុំមកនៅនេះទី1គឺខ្ញុំអត់បង់ផ្ទះទេហើយថ្លៃម្ហូបអាហារថ្លៃទឹកអី free ទាំងអស់បើសិនជាខ្ញុំនៅខាងក្រៅគឺអស់លុយអញ្ចឹងហើយវាជួយសម្រួលបន្ទុកគ្រួសារខ្ញុំមានអារម្មណ៍ថាខ្លួនឯងនឹងសំណាងព្រោះថាបើយើងគិតប្រៀបធៀបមួយសិស្សនៅតាមភូមិគឺគាត់អត់យើងសំណាងជាងគាត់ព្រោះយើងបានមកនៅនឹងយើងបានដឹងដោយថាខាងក្រៅនឹងវាធំទូលាយប៉ុណ្ណាខ្ញុំមករៀននៅនេះមានអារម្មណ៍ថាសំណាងដោយសារតែខ្ញុំបានប្រឡូកនៅខាងក្រៅខ្ញុំដឹងច្រើនជាងយើងនៅផ្ទះហើយមានឱកាសស្គាល់ដូចថាមិត្តថ្មីបានមកដឹងពីដូមនឹងមិនអីមិនហើយនៅដូមគេមានកម្មវិធីដូចជាធ្វើ program ដូចជា duty សំយ៉ាងតាស់ជូតសំយ៉ាងអីសំយ៉ាងបរិចំអាសូត្រគូរ៉ានហើយនឹងរៀនខាងសាសនាហើយយើងមានម៉ោង study room ជុំគ្នាទៀតអញ្ចឹងយើងដូចថាយើង study room ជុំគ្នាអញ្ចឹងយើងបានសួរគ្នាពីមេរៀននេះជាចុងក្រោយសូមអរគុណទៅអ្នកដែលផ្ដល់ជំនួយសូមឲ្យគាត់មានរិស្ដីច្រើនដើម្បីឲ្យគាត់បានផ្ដល់ជំនួយឲ្យពួកយើងបាននៅតទៀតហើយក៏សូមឲ្យគាត់មានបរិកាត់រ៉ហ្មាត់ឲ្យគាត់មានសុខភាពល្អស្លាមាត់